គ្រប់ជម្រាបសួរបងម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះដែរគឺបង្ហាញសកម្មភាពខ្លះៗគឺជីវិតប្រចាំថ្ងៃរបស់នាងខ្ញុំថាធ្វើអ្វីខ្លះចឹងទៅបងម៉ែបងប្អូនហើយនេះគឺជាទេសភាពជុំវិញផ្ទះរបស់ខ្ញុំមានដើមផ្កាដើមក្រូចហើយគឺធម្មជាតិតែម្ដងគឺយើងចិត្តដាំចឹងទៅណាបងម៉ែបងប្អូនទាំងអស់គ្នាដើម្បីលម្អផ្ទះផងណាមួយក៏ធម្មជាតិច្រើនចឹងទៅវាមកលុបផ្ទះផងដែរឥឡូវយើងទៅដាំបាយញ៉ាំទាំងអស់គ្នាបងប្អូនទាំងគ្នានេះគឺជាម៉ាស៊ីនចាប់គ្រោះហើយបាននេះវិញគឺជាម៉ាស៊ីនកាន់ស្រូវនេះគឺបែបលក្ខណៈគ្រួសារសាមញ្ញពុកម៉ែបងប្អូនហើយស្រួលមួយយ៉ាងដែរមានម៉ាស៊ីនពីរនេះយើងកាន់ស្រូវហើយយើងមកចាប់គ្រោះឥឡូវទៅដាំបាយញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាអូយមកវ៉ាន់នៅស្រុកស្រែអញ្ចឹងហើយពុកម៉ែបងប្អូនអើយនេះយើងលាងអញ្ចឹងហ្នឹងក៏នៅស្រុកស្រែលឺសំឡេងម៉ូតូឡើងប៉ុណ្ណឹងហើយចុះល្មមអ្នកគេនៅក្រុងពុកម៉ែបងប្អូនថាថ្លង់ប៉ុណ្ណាទៅណាទេសភាពជុំវិញផ្ទះខៀវស្ងាត់តែម្ដងអូបាទនោះវិញដើមក្រូចសោយពុកម៉ែបងប្អូនអាក្រូចហ្នឹងគេយកទៅផ្លឹកវាគេយកស្លបានច្រើនណាអូមានផ្លែទៀតពុកម៉ែបងប្អូនមានផ្លែច្រើនណាបាទនេះវិញត្រួយស្មៃត្រួយមរមគឺថាដំណាំពេញផ្ទះតែម្ដងនោះដើមមានប៉ុន្តែនេះស៊ីអស់ហើយស៊ីហើយស្លាប់វាវាស្រែអ្នកនរគ្នាគឺនៅខាងនេះគេចូលចាប់ដាំស្រូវណាអត់មានដីធ្វើចការធ្វើអីទេនៅនឹងច្រើនធ្វើស្រែគ្នាមើលទៅនេះស្រែគេធំណាស់រវងតែម្ដងមួយឆ្នាំអាចធ្វើស្រែបានមួយឆ្នាំគេអាចធ្វើស្រែធ្វើស្រូវបាន2រដូវវស្សាមួយប្រាំងមួយទេសភាពខៀវស្ងាត់តែម្ដងស្រូវគេណាធំណាបងប្អូនទាំងគ្នាអើយក្តៅហែងតែម្ដងហើយដល់ខែនេះដែរគឺប្រជាកសិករយើងគេមកដកស្មៅដកអីចឹងកុំឲ្យស្មៅនឹងវាបោកស្រូវតែបោកស្រូវតែដុះច្រើនជាងស្រូវជាងស្រែហ្នឹងគឺដឹងតែមិនបានផលទេមួយឆ្នាំហ្នឹងដឹងតែចាយពេលទៅវាចោលអត់ប្រយោជន៍ចឹងហើយកសិករយើងនឹងគាត់មកបោកស្មៅបោកអីចឹងណាឥឡូវខ្ញុំទៅស្រែរបស់យាយខ្ញុំដើម្បីហៅគាត់មកផ្ទះមកខ្ញុំជីហួសទៅដល់ណាដល់ហ្នឹងដឹងគាត់ទៅបោកស្មៅនៅស្រែមួយណានេះចង់អត់ស្មៅនឹងខ្លួនឯងណាពុកម៉ែបងប្អូនឥឡូវយើងទៅមើលទេសភាពស្រែគេធំណាអូយដើមផ្កាស្អីនេះអូយណាស់អូយស្អាតរបស់គេនោះអូអ្នកនរគ្នាអើយខ្ញុំថាខ្ញុំមកច្រឡំមែនច្រឡំនេះអរយាយឲ្យឃើញឯងដឹងគាត់នៅណាមិញទៅដល់ណោមិញប៉ុន្តែរកគាត់ឃើញឯងអងនិយាយគេដឹងនិយាយយើងនៅណាស្រែគាត់ច្រើនពេកដឹងគាត់នៅណាអូឃើញឯងអ្នកនរគ្នាអូយនៅណោងាប់ហើយដើរឡើងខុសទិសដៅជាមួយខ្ញុំស្រ័យកាមេរ៉ាឃើញគាត់នៅខាងនោះពីនោះ តើឥឡូវយើងទៅខាងនោះវិញងាប់ហើយអ្នកគ្នាខ្ញុំអត់ស្គាល់ស្រែតែខ្ញុំនិយាយតាមត្រង់អូយចប់ហើយ
ទៅនោះវិញយ៉ាប់ហ្មងនោះគាត់ទៅមកទេអ្នកគ្នាខ្ញុំសុំឲ្យមើលថាខ្ញុំជីដល់ណាដល់ណីមិញឥឡូវនោះអូយមកអើយបន្ទាប់ពីថាយើងទៅដឹកយាយពីស្រែពីមកផ្ទះអីចឹងហើយក៏មានអារម្មណ៍ថាដូចមានណែមសាច់ស្បែកជ្រូកអញ្ចឹងហើយក៏មកញ៉ាំអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ជាមួយនឹងផ្លឹកកន្ទួតរបស់យើងគឺថាឈ្ងុយឆ្ងាញ់មែនតើហើយណែមនេះដែរគឺមួយប្រអប់តែ 10000 រៀលទេគឺថាឆ្ងាញ់របស់គេអូមានម្ទេសមានន័យដាក់ទៅនិយាយថាពីជាតិដល់ជាតិពុកម៉ែបងប្អូនអើយឆ្ងាញ់មែនតើហើយខ្ញុំញ៉ាំនេះឡើងជក់មាត់តែម្ដងឡើងភ្លេចខ្លួនឡើងអស់ឡើងកន្លះប្រអប់បាត់គឺថាវាឆ្ងាញ់មែនតើឆ្ងាញ់យកតែមែនតើហ្មងពុកម៉ែបងប្អូនមើលតែមាត់ខ្ញុំញ៉ាំក៏ដឹងដែរថាវាជាតិប៉ុណ្ណាអញ្ចឹងណាចាឥឡូវមកអញ្ជើញញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនយើងបន្ទាប់ជាមួយណែមួយអីចឹងនេះតំណឹងពុកម៉ែបងប្អូនហើយហើយវីដេអូរបស់យើងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនចឹងហើយសូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជម្រាបលាពុកម៉ែបងប្អូនជួបគ្នានៅឱកាសក្រោយទៀតបាយបាយ